សួស្តីបងឥឡូវបន្ទាប់ពីយើងចេះការសោះហើយយើងមានប័ណ្ណពិសោធន៍ពេញខ្លួនហើយយើងចេញទៅបើករកស៊ីខ្លួនឯងហើយតែយើងនៅខ្វះអីទៀតហើយយើងត្រូវធ្វើដូចម្ដេចអាហ្នឹងវាពាក់ព័ន្ធជាមួយនឹងការគោរពពេលវេលាបងប្អូនទាំងអស់គ្នានៅពេលដែលយើងចេញទៅបើកខ្លួនឯងឥឡូវខ្ញុំឧទាហរណ៍ថាថ្ងៃហ្នឹងបងប្អូនបើកម៉ោង7បិទទៅវិញម៉ោង7អញ្ចឹងគឺយើងមានម៉ោងបិទម៉ោងបើកច្បាស់លាស់មិនមែនថាណាឃើញបងប្អូនណាឃើញបើកបងប្អូនណាឃើញបិទដល់ថ្ងៃហ្នឹងបើកម៉ោង7ស្អែកឡើងយើងត្រូវបើកតាមអារម្មណ៍របស់យើងបើកម៉ោង9ម៉ោង8ឬក៏ម៉ោង10អីចឹងទៅឧទាហរណ៍វាអត់ល្អហើយបងប្អូនទាំងអស់គ្នាអាហ្នឹងមកតាមបទពិសោធន៍របស់ខ្ញុំរកស៊ីគឺយើងមានគោលដៅច្បាស់លាស់ហើយយើងដាក់វិន័យខ្លួនឯងបានន័យថាថ្ងៃហ្នឹងយើងបើកម៉ោង7ស្អែកឡើងយើងបើកម៉ោង7ទៅឬក៏ថ្ងៃហ្នឹងបើកម៉ោង7បាត់ម៉ោង6ម៉ោង7ល្ងាចយើងធ្វើជាប្រចាំអញ្ចឹងមិនមែនថាឃើញយើងចង់បើកយើងចង់បិទទេអាហ្នឹងគេហៅថាមានវិន័យខ្លួនឯងហើយយើងគោរពពេលវេលាច្បាស់លាស់ហើយអតិថិជនរបស់យើងអ្នកខ្លះគឺមិនមែនដូចគ្នាទេណាអ្នកខ្លះគាត់ជាប់រវល់ការងាររកស៊ីម៉ោងនេះបានគាត់តនេអ្នកខ្លះធ្វើការម៉ោងនោះបានគាត់តនេអញ្ចឹងនៅពេលដែលគាត់តនេគាត់នឹកឃើញថាអញតនេម៉ោងនេះអញមកកាត់សក់ឡើងនេះអញ្ចឹងហើយអ្នកផ្សេងគេដូចគ្នាអញតនេម៉ោងនេះអញទៅកាត់សក់ម៉ោងនោះអញ្ចឹងពាក់ព័ន្ធជាមួយនឹងពេលវេលាម៉ោង7ព្រឹកម៉ោង7ល្ងាចហ្នឹងគេដឹងគេមកសួរយើងថាហាងអនឡាញបាត់ម៉ោងប៉ុន្មានបើកម៉ោងប៉ុន្មានអញ្ចឹងគេដឹងយើងប្រាប់គេទៅបងម៉ោង7ខ្ញុំបើកម៉ោង7ខ្ញុំបិទអញ្ចឹងយើងមានផែនការច្បាស់លាស់ហើយដល់អញ្ចឹងមកគេដឹងហើយគេចោតធ្វើការរកស៊ីអីគេលៃពេលវេលាសមរម្យមកកាត់សក់មកកាត់អីកន្លែងយើងហើយតែកាលណាបងប្អូនទាំងអស់គ្នាចង់បើកចង់បិទគេមកថ្ងៃនេះម៉ោងនេះឃើញជាងដល់ស្អែកឡើងថ្ងៃនេះម៉ោងនេះមកទៅបាត់ជាងឥឡូវបងប្អូនទាំងអស់គ្នាគិតមើលទាំងគេទាំងយើងសួរថាអ្នកណាគេមកថ្ងៃនេះឃើញបើកមកលើក្រោយឃើញបិទដល់ពេលអញ្ចឹងបងប្អូនសាកគិតមើលទាំងគេទាំងយើងមិនដែរអាហ្នឹងវាពាក់ព័ន្ធជាមួយនឹងការគោរពពេលវេលានឹងឯងអញ្ចឹងមិនមែនថាចេះកាត់សក់មួយផ្នែកបានបត់ពិសោធន៍ពេញខ្លួនហើយពេលវេលាអត់ចេះគោរពមិនដឹងស្អីជាស្អីបងប្អូនចេញទៅបើករកស៊ីខ្លួនឯងវាពិបាកណាស់ហើយមិនមែនថារកស៊ីអាផ្នែកសក់ហ្នឹងទេធ្វើការងារអីក៏ដោយធ្វើអីក៏ដោយអាគោរពពេលវេលាហ្នឹងវាសំខាន់ណាស់ហើយមួយទៀតយើងដាក់វិន័យលើខ្លួនឯងមានម៉ោងបើកមានម៉ោងបិទមិនមែនចេះតែតាមអារម្មណ៍ខ្លួនឯងចង់បើកចង់បិទទេណាអានេះខ្ញុំនិយាយតែមកផ្នែកសក់ហ្នឹងទេហើយអាផ្នែកការងារផ្សេងក៏ដូចគ្នាដែរមិនខុសគ្នាទេតែបងប្អូនអាចធ្វើអញ្ចឹងបានមិនចង់ថាយើងគោរពពេលវេលាឲ្យបានត្រឹមត្រូវ 100% ទេសុំតែត្រឹម80អីមិនក៏បានដែរអញ្ចឹងបើសិនជាខ្ញុំអីឧទាហរណ៍ខ្ញុំបើកម៉ោង7កន្លះ8ហើយនៅពេលដែលខ្ញុំបិទល្ងាចវិញម៉ោង6កន្លះម៉ោង7តែកាលណាយើងមើលជាក់ស្ដែងបើសិនជាភ្ញៀវយើងនៅបន្តទៅម៉ោង9 10ក៏បានដែរតែបើសិនជាស្ងាត់អស់លេងទេម៉ោង6កន្លះម៉ោង7ហ្នឹងវាស័ក្តិសមនឹងយើងបិទទៅហូបអីក្រៅឬក៏តាណាតណៃទៅយើងលៃពេលខ្លួនឯងទៅគាត់ថាពេលស្អែកឡើងយើងបើកធម្មតាមកត្រឡប់បងប្អូនបើកម៉ោងប៉ុន្មានម៉ោង7កន្លះឬក៏ម៉ោង8យើងលៃពេលមកសមរុំប៉ុណ្ណឹងមកចប់រឿងចឹងអាពាក់ព័ន្ធជាមួយនឹងការគោរពពេលវេលាហ្នឹងគឺយើងមានដែរហើយនឹងមកដាក់វិន័យលើខ្លួនឯងតែយើងកាលណាយើងអត់អាពីហ្នឹងគឺវាពិបាកណាបងប្អូនទាំងអស់គ្នាចេញទៅរកស៊ីខ្លួនឯងហ្នឹងវាមិនងាយទេយើងធ្វើការឲ្យគេយកប្រាក់ខែដឹងអាប្រឹងហើយហ្នឹងបើសិនជាបើករកស៊ីខ្លួនឯងដូចតែធ្វើការឲ្យគេគោរពពេលវេលាហ្នឹងឲ្យគេស្រួលលើនឹងរស់ស្រួលលើនឹងហ្នឹងហើយឥឡូវអាការគោរពពេលវេលាយើងហ្នឹងគឺមានតែប៉ុណ្្នឹងឯងអរគុណហើយបងប្អូនដែលបានមានសំណួរសួរពីនេះពីនោះពាក់ព័ន្ធជាមួយនឹងផ្នែកសក់